ដើរតាមផ្លូវសុកទេបងប្អូនហើយគឺនឹកឃើញរសៀលម៉ោង3ក៏ចូលព្រិចចូលកាច់តំពាំងអីបងប្អូនហើយដោយសារតែនឹកឃើញតើបើសិនតែយើងកាច់ទៅហូបជាមួយបង្គាកូនប្រហែលជាឆ្ងាញ់ហើយបងប្អូនហើយបន្ទាប់មកនេះគឺខ្ញុំចូលមកដល់កន្លែងតំពាំងព្រិចបងប្អូនហើយក៏ដុសរមែមតែម្ដងបងប្អូនអើយឃើញទិដ្ឋភាពបែបនេះគឺមិនទុកយូរទេបងប្អូនកាច់យកតែម្ដងទៅបងប្អូនហើយដោយសារតែវាលើសត្រួយល្អណាបងប្អូនបើសិនតែយើងទុកក៏វាអាចនឹងចាស់អញ្ចឹងណាហើយមកគុំយ៉ាងតិចក៏10តំពាំងដែរបងប្អូនហើយគឺសម្បូរដុសច្រើនទេបងប្អូនហើយបងប្អូនកុំឆ្ងល់ថាហេតុអីចេញតែកាច់តំពាំងកាច់អីចឹងណាបងប្អូនហើយដោយសារតែខ្ញុំស្គីញតំពាំងពីបងប្អូនហើយយ៉ាងណាក៏ក្លៀនដែរបងប្អូនហើយក៏ចូលកាច់ហូបរាល់ថ្ងៃបងប្អូនអត់ចេះជឿនទេតំពាំងព្រិចនេះហើយបើសិនតែផុតរដូវវាទៅគឺអាចនឹងស្ដាយក្រោយដែរបងប្អូនបើសិនតែយើងមិនកាច់ហូបកាច់អីហើយទៅណាបងប្អូនហើយវាយថាមកទៅទៀតគឺចោលហើយដើមណាគុំណាដុសថ្មីគឺបានទៅបើសិនតែគុំណាចាស់អស់ក៏វាមិនបានហូបទៅបងប្អូនហើយមានអីទេមានអីផ្លេតទេបងប្អូនមែនទេសកម្មភាពនេះគឺជាវីដេអូទី2ទី3របស់ខ្ញុំហើយបងប្អូនហើយវីដេអូរត់ទៅទាំងព្រិចហូបជាមួយនេះហូបជាមួយនោះបងប្អូនដោយសារតែប្រហែលថ្ងៃនេះខ្ញុំរវល់មែនទែនមិនសូវតែបានធ្វើវីដេអូអីផ្សេងទេបងប្អូនហើយក្រៅពីធ្វើវីដេអូទៅទាំងព្រិចដោយសារតែខ្ញុំនៅចង្ការក៏ឆ្លៀតបានភ្លាតបងប្អូនហើយបើបងប្អូនចង់ឃើញពីសកម្មភាពខ្ញុំប្រចាំថ្ងៃថាខ្ញុំធ្វើអីខ្ញុំនឹងថតបង្ហាញបងប្អូនទៀតបងប្អូនហើយគឺសកម្មភាពរបស់ខ្ញុំចេញនៅវីដេអូក្រោយបងប្អូនហើយជាមួយខ្ញុំស្រីស្រង់ថតប៉ុន្តែប្រហែលថ្ងៃនេះសូមចេញវីដេអូទៅទាំងព្រិចសិនហើយបងប្អូនហើយស្រ័យផងនេះសារតែអ្វីដែលនៅចិត្តអ្វីដែលនៅបៀតគឺយើងធ្វើសិនហើយបងប្អូនហើយមកចូលសាច់រឿងយើងវិញបងប្អូនហើយទៅទាំងយើងក៏កាច់បានទាំងក្រែលបងប្អូនហើយកាច់មិនយូរទេខ្ញុំកាច់ប្រហែលជា10-20នាទីកាច់យកតែមហូបបងប្អូនហើយយើងកាច់យកច្រើនធ្វើអីបើយើងទៅរកការហូបតែម្នាក់ឯងហូបតែពី3កឹសនេះបងប្អូនហើយគឺ10 20 30ពាំងក៏បានហើយខ្ញុំថាមកភ្នក់ក៏បានហើយបងប្អូនហើយមិនទៅកាច់ច្រើនទេនាំតែថាខាតទេរបស់ធម្មជាតិបងប្អូនយើងកាច់យកតែមកល្មមហ្នឹងហើយបងប្អូនហើយបើសិនណាមានការលុកដូរមួយអីក៏ចិត្តតែកាច់ច្រើនទៅចិត្តតែប្រឹងរត់បងប្អូននេះគឺជារាល់ហូបពេលចាំបាច់តែកាច់ច្រើនតែបន្ទាប់មកនេះគឺខ្ញុំកាច់មកកន្លែងនេះបងប្អូនហើយគឺថាត្រួយល្អមែនទេប្រហែលជាទឹកតែលះមិនដឹងកងបងប្អូនហើយជំងឺថាធ្លាក់ភ្លៀងមួយពីរមីទៀតប្រហែលជាសម្បូរខ្លាំងទេបងប្អូនហើយគឺមិនពិបាករត់ឆ្ងាយទេគឺកាច់តែផ្លិតហើយយើងជំរឹះយកតែអាណាធំក៏បានហើយបងប្អូនបើសិនតែធ្លាក់ភ្លៀងម្ដងទៀតណាដល់ពេលនេះគឺទៅពាំងរាំងស្គមហើយដោយសារតែរាំងយូរពីកបងប្អូនហើយបន្ទាប់មកនេះខ្ញុំមកកាច់អាកន្លែងនេះទៀតក៏ប្រហែលជា2-3ទៅពាំងដែរបងប្អូនហើយការវិចខ្ចប់របស់យើងគឺស្លឹកខ្លុងនេះបងប្អូនហើយគឺស្លឹកខ្លុងយើងវិចទៅពាំងក្រោយទៅពេលកាច់បានរាំងយូរតិចហើយបងប្អូនហើយគឺដល់ពេលវេលាដែលយើងត្រូវទៅផ្ទះហើយក៏មានអីទេយើងមកចាំបន្តទៀតទេគឺចាំទុកកាច់ថ្ងៃក្រោយទៀតបងប្អូនហើយយើងកាច់យកតែពី3 4 5ទៅពាំងទៀតក៏បានហើយយើងយកតែមកល្មមហូបបងប្អូនបន្ទាប់មកនេះគឺខ្ញុំមកដល់វគ្គហូបបងប្អូនហើយក៏សូមអធិស្ឋានដល់ពុកម៉ែបងប្អូនផងថាខ្ញុំចេញវីដេអូគឺអត់បានធ្វើអំពីទំពាំងទៅអត់បានថាបកថាស្ងោថាអីទេបងប្អូននេះដោយសារតែនឹកឃើញថាចង់ថតទៅបងប្អូននេះហូបចិត្តហើយក៏ថតក្រោយបងប្អូនហើយមើលទៅតំណងអត់បងប្អូននេះបើសិនថាការរៀបចំមុនដំបូងគឺស្រស់ស្អាតមែនទែនដល់ពេលទៅថាហូបបងចិត្តហើយក៏នឹកឃើញថតក៏អំព្រួយស្អាតបងប្អូនក៏សូមអធិស្ឋានផងទុកសុំទោសទុកជាមុនបងប្អូនវីដេអូខ្ញុំក៏មានច្រើនដែរបងប្អូនក៏មានតែប៉ុណ្ណេះឯងបងប្អូនហើយសូមទស្សនាបន្តទៀតបើពេញចិត្តនៅវីដេអូខ្ញុំក៏ជួយ like ជួយ follow page ម្នាក់មួយបងប្អូនដើម្បីបានពីសកម្មភាពថ្មី